នៅថ្ងៃទី7 ខែមិថុនាឆ្នាំ2025មានការប្រព្រឹត្តការណ៍សំខាន់មួយកើតឡើងនៅតំបន់ព្រំដែនរវាងប្រទេសកម្ពុជានិងថៃការសម្រេចរបស់រាជរដ្ឋាភិបាលថៃក្នុងការបិទច្រកព្រំដែនមួយចំនួនដែលភ្ជាប់ជាមួយកម្ពុជាបានបង្កភាពភ្ញាក់ផ្អើលក្នុងសហគមន៍ព្រំដែនសកម្មភាពនេះត្រូវបានអនុវត្តដោយគ្មានការជម្រាបជូនជាមុនទៅឲ្យភាគីកម្ពុជាដែលបានធ្វើឲ្យកើតមានការព្រួយបារម្ភចំពោះអនាគតនៃទំនាក់ទំនងរវាងរដ្ឋាភិបាលទាំងពីរការបិទច្រកព្រំដែននេះត្រូវបានមើលឃើញថាជាវិធានការនយោបាយដែលថៃបានអនុវត្តក្នុងបំណងដាក់សម្ពាធលើកម្ពុជាព្រោះថៃកំពុងរងចាំលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការព្រំដែនរួមឬ JBC ដែលបានកំណត់ធ្វើឡើងនៅថ្ងៃទី14 ខែមិថុនាខាងមុខនេះកិច្ចប្រជុំនោះនឹងពិភាក្សាពីវិវាទព្រំដែនជុំវិញតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំបីដែលជាតំបន់មានជម្លោះជាប្រវត្តិសាស្ត្រមកហើយភាគីថៃបានអះអាងថាការបិទច្រកព្រំដែនគឺជាវិធានការសន្តិសុខបណ្ដោះអាសន្នដើម្បីទប់ស្កាត់សកម្មភាពលួចលាក់និងការលូកបញ្ចូលដែនដីដោយខុសច្បាប់ចំណែកខាងកម្ពុជាវិញក៏បានដាក់សំណើសុំឲ្យមានការបើកច្រកព្រំដែនឡើងវិញហើយបានបញ្ជាក់ថាការអនុវត្តលក្ខណៈភ្លាមបែបនេះមិនសមរម្យនោះទេទាំងក្នុងផ្នែកនយោបាយនិងសេដ្ឋកិច្ចសហគមន៍ព្រំដែនពិសេសជនរួមជាតិខ្មែរនៅភាគខាងជើងនៃប្រទេសបានរងផលប៉ះពាល់ដោយសារការបិទច្រកព្រំដែននេះពលរដ្ឋមួយចំនួនដែលធ្លាប់ធ្វើការនៅប្រទេសថៃត្រូវបានរារាំងមិនឲ្យឆ្លងកាត់ព្រំដែនបានហើយការជួញដូរផលិតផលកសិកម្មក៏ត្រូវបានបញ្ឈប់ផងដែរនៅពេលនេះសង្គមស៊ីវិលនិងអ្នកវិភាគនយោបាយច្រើនបានអំពាវនាវឲ្យរាជរដ្ឋាភិបាលទាំងពីរប្រកាន់ខ្ជាប់នូវការចរចារយៈសន្តិភាពដើម្បីជៀសវាងភាពតានតឹងបន្ថែមពួកគេចាត់ទុកការបិទព្រំដែនបែបនេះជាវិធានការដែលអាចប៉ះពាល់ដល់ភាពជាដៃគូនិងសន្តិភាពក្នុងតំបន់ចុងក្រោយនេះការសម្រេចរបស់ថៃនៅថ្ងៃទី7 មិថុនាមិនត្រឹមតែជាការសកម្មនៅតែផ្នែកយោធានិងសន្តិសុខទេប៉ុន្តែជាសញ្ញាផ្លូវនយោបាយផងដែរដែលទាមទារឲ្យមានការឆ្លើយតបយ៉ាងឆ្លាតវៃពីភាគីកម្ពុជានិងសហគមន៍អន្តរជាតិដើម្បីរកដំណោះស្រាយល្អប្រសើរដល់វិវាទជាយូរអង្វែងមួយនេះ